អ្នកទាំងអស់គ្នាចង់ដឹងអត់ថាដុតដំឡូងបែបណាធ្វើឲ្យសបកហើយពីសាច់ងាយស្រួលបកបែបនេះចឹងបើសិនជាចង់ដឹងតោះបងប្អូនទៅតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាហើយមុននឹងដាក់អាំងដំឡូងហ្នឹងគឺថាខ្ញុំមកស្ងោរជើងជ្រូកដើម្បីស្ងោរម្រះសិនថ្ងៃនេះខ្ញុំស្ងោរម្រះតែខ្ញុំខ្ជិលកច្រាំសាច់ចឹងហើយខ្ញុំមានជើងជ្រូកខ្ញុំក៏ស្ងោរជាមួយនឹងជើងជ្រូកទៅម្រះស្ងោរញាត់សាច់ក៏ឆ្ងាញ់ស្ងោរបែបនេះក៏ឆ្ងាញ់ហើយងាយក៏វាលឿនដែរហើយក៏ឆ្ងាញ់ដូចគ្នាវាឆ្ងាញ់មួយយ៉ាងម្នាក់ចឹងពេលដែលខ្ញុំដាក់ជើងជ្រូករងាស់ហើយគឺខ្ញុំឆ្លៀតមកដាក់ដំឡូងអាំងសិនហើយអាំងរបៀបម៉េចដើម្បីឲ្យសបកវាហើបងាយនឹងបកគឺគេធ្វើបែបនេះបងប្អូនគឺគេដាក់អាំងរយៈពេល5នាទីឬ10នាទីយើងជ្រលក់ទឹកម្ដងហើយក្បួនហ្នឹងគឺខ្ញុំបានពីបងស្រីដែលស្គាល់គ្នាគាត់ប្រាប់ខ្ញុំទេធ្វើតាមគាត់ហើយគឺថាដំឡូងពិតជាងាយស្រួលបកហើយដំឡូងឆ្អិនល្អទៀតឥឡូវនេះជើងជ្រូកក៏កំពុងតែរងាស់ដំឡូងក៏កំពុងអាំងចឹងហើយខ្ញុំមកហាន់បន្លែសិនហើយស្ងោរម្រះរបស់ខ្ញុំមានម្រះមានការ៉ុតមានផ្សិតខ្មៅជាមួយនឹងត្រចៀកកណ្ដុរហើយម្រះគឺថាខ្ញុំកាត់ជាដុំតូចល្មមមិនតូចពេកក៏មិនធំពេកចឹងណាល្មមថាមួយម៉ាត់យើងញ៉ាំទៅងាយស្រួលចឹងបើបងប្អូនស្ងោរម្រះអីខ្ជិលកច្រាំសាច់ក្ច្រាំអីអាចសាកស្ងោររបៀបចេះក៏បានដែរងាយហើយក៏វាឆ្ងាញ់ដូចតែគ្នាអញ្ចឹងហើយម្រះនេះមួយក៏ជាមុខម្ហូបដែលខ្ញុំចូលចិត្តដែរខ្ញុំអាសាស្ងោរព្រោះម៉ែក្មេកខ្ញុំអាសាទិញឲ្យដែរអញ្ចឹងណាទិញរហូតពេលខ្លះខ្ញុំទុកដល់ខូចក៏មានដែរឃើញទេអាទិត្យមុនគឺថាខូចមួយឲ្យលួយវល់ឈ្នះញ៉ាំតែម្រះណាបងប្អូនឲ្យខូចខ្លះទៅតបជើងជ្រូកខ្ញុំរងាស់រៀងផុយបន្តិចហើយគឺខ្ញុំដាក់ម្រះនឹងចូលរងាស់រហូតតតែជើងជ្រូកនិងម្រះនឹងផុយល្អណាហើយបើដំឡូងវិញគឺថាពេលដែលខ្ញុំអាំងបាន10នាទីគឺខ្ញុំលើកស្រង់មកដាក់ចូលនៅក្នុងទឹកមានត្រាំអីយូរឯងបងប្អូនគាត់ស្រង់ដាក់ចូលក្នុងទឹកហើយគឺខ្ញុំដាក់ចូលទៅវិញខ្ញុំអាំងរយៈពេល40នាទីអញ្ចឹងហើយរយៈពេល10នាទីគឺខ្ញុំលើកជ្រលក់ទឹកម្ដង10នាទីខ្ញុំជ្រលក់ទឹកម្ដងខ្ញុំធ្វើអញ្ចឹង3ដងបងប្អូនអាំងដំឡូងធ្វើអញ្ចឹងដំឡូងឆ្អិនឡើងកមួតល្អហើយដំឡូងនិយាយពីថាសបកផុសចេញពីសាច់មកងាយស្រួលបកមែនតើឥឡូវសឡម្រះខ្ញុំគឺថាបានផុយលួយល្អហើយអញ្ចឹងគឺថាខ្ញុំដាក់ជាមួយនឹងលឹកខ្ទឹមបន្តិចមកគឺរួចជាការស្រេចនេះបងប្អូនទំនងអត់គឺថាឆ្ងាញ់ណាស់បងប្អូនអើយឡងជាតិហ្មងណាចឹងហើយសម្លម្រះខ្ញុំក៏ឆ្អិនដំឡូងខ្ញុំក៏ឆ្អិនធ្វើអានេះផងអានោះផងគឺថាងាកឆ្វេងងាកស្ដាំឆ្អិនទាំងអស់ខ្ញុំធ្វើម្ហូបលឿនណាស់ដោយសារតែចង្ក្រានខ្ញុំមានច្រើនចង្ក្រានខ្ញុំ3ចឹងខ្ញុំដាក់អានេះតុបអានោះដាក់អានេះគឺថាមួយផ្លែតហ្នឹងគឺហើយបាត់ហើយណែកើខ្ញុំឲ្យមេដៃណាគាត់ថាសឡក៏ឆ្ងាញ់ហើយដំឡូងវិញបងប្អូនអើយឡើងចង់និយាយថាបកមកសបកចេញមកឡើងស្រួលអញ្ចឹងហើយឡើងសបកឡើងហើបពីសាច់ហ្មងហើយសាច់ដំឡូងវិញគឺថាផ្អែមល្មួតវាមិនមែនអាគេហៅថាផុសអាទៅអាំដឡូងមួយទៀតផុសញ៉ាំទៅអូអានេះអត់ទេអានេះរបៀបកមួតទុនញ៉ាំទៅផ្អែមឆ្ងាញ់ហ្មងអានេះពូជត្រេនណាដៃខ្ញុំឥឡូវចូលចិត្តញ៉ាំដឡូងគាត់អាសាឲ្យខ្ញុំអាំងឲ្យគាត់មួយអាទិត្យអីឥឡូវអាំង2ដងអីហើយគេលក់មកកញ្ចប់ចឹង$3 2កញ្ចប់ចឹង$5.50សេនទៅវាធូរថ្លៃជាងដឡូងជប៉ុនមកកញ្ចប់8ទៅ9រៀលថ្លៃដឡូងជប៉ុនចឹងហើយខ្ញុំទិញតែអានេះញ៉ាំឯព្រោះអានេះវាសាច់ប្រហាក់ប្រហែលគ្នាឆ្ងាញ់ដូចតែគ្នាហ្នឹងចឹងញ៉ាំអានេះទៅធូរថ្លៃ